ងើបមកទៅធ្វើការអត់តន់អីហ្នឹងបានវាហ្នឹងហើយហើយទិញបាយគេតែ1000មកអានសាច់ជ្រូក2 3ដុំមករួចមួយថ្ងៃដាក់ទឹកដាំសាច់ជ្រូកកន្លះគីឡូខ្ទឹមក្រហមហើយខ្ញីដាក់ដាំជាមួយឡងពេលនេះយើងមកកិនគ្រឿងខ្ញុំកិនសក្តិឲ្យម៉ត់សិនកិនសក្តិម៉ត់ហើយខ្ញុំកិនម្ទេសហើយនឹងខ្ទឹមសខ្ទឹមក្រហមហើយម្ទេសផ្លោកអាធំហ្នឹងដាក់លាយមកដើម្បីឲ្យវាកំសៅហឹលខ្លាំងណាគីរបស់យើងយកអាល្អអញ្ចឹងមកដាក់ចូល2ស្លាបព្រាស្ករត្នោត1ស្លាបព្រាបាយទឹកប៉េងប៉ោះអាចជូរឲ្យខាប់ហ្នឹងណាមួយហើយនឹងទឹកធម្មតាយើងហ្នឹងមិនបន្តិចមកដល់ហ្នឹងក៏ខ្ញុំលួចប៊ីចេងមិនបន្តិចដែរសាច់ជ្រូកដែលយើងស្ងោរហើយហ្នឹងស្រង់យកមកហាន់ទូចបែបហ្នឹងបើខ្ទះចាក់ទឹកចូលបន្តិចចាក់សាច់ជ្រូកហ្នឹងហើយយើងលីងរហូតដល់សាច់ជ្រូកវាបានក្រៀមបែបនេះពេលសាច់ជ្រូកយើងក្រៀមហើយយើងស្រង់សាច់ជ្រូកយើងឡើងហើយអាខ្លាញ់ហ្នឹងយើងយកឆាទឹកត្រីរបស់យើងមកឆាឲ្យរៀងឈ្ងុយហើយដាក់ម្ទេសកិនយើងចូលដាក់ម្ទេសកិនហើយសាច់ជ្រូកដែលយើងឆាហ្នឹងដាក់ចូលមកឆាចូលគ្នាមកត្រឡប់ពីត្រឡប់ហើយស្រោចទឹកគីដែលយើងលាយហ្នឹងលំងាស់ឲ្យវាដាច់ទឹកហើយដាក់ម្ទេសមកគឺថាអូចូលជាតិហ្មងធ្វើឲ្យច្រើនមកបងទុកបាន1ខែ2ខែអីជាមួយបន្លែបាយកកអីអញ្ចឹងគឺឆ្ងាញ់ខដាក់មួយម៉ាត់នឹកដល់ Gainsbourg តើទៅយកក្នុងទូទឹកកកសិនផ្លាស្ទិកអាកកទៀតចាក់មកដឹងតែព្រិលហ្មងថ្ងៃនេះដាក់អា Snow ទៀតណាលេបជាងគេស្រាជាងគេ 3.9% Gainsbourg Snow Like That រសជាតិឆ្ងាញ់